សូមគោរពជំរាបសួរពុកម៉ែមីមីងបងប្អូនកូនក្មួយទាំងអស់នេះគឺជាទស្សនវិជ្ជាថ្ងៃសង្ក្រាន្តនៅសាលានុជាល័យពោធិ៍សាត់ឃើញថាមានបងប្អូនកូនក្មួយជាពិសេសគឺក្មួយចូលរួមច្រើននៅក្នុងព្រឹត្តិការណ៍សង្ក្រាន្តសាលានុជាល័យពោធិ៍សាត់ក្នុងនោះក៏មានការដាក់លក់នៅចំណីអាហារហូបចុកក៏ដូចជាភេសជ្ជៈផ្សេងៗពេលដែលក្មួយគាត់លេងប៉ាតម្សៅហើយគឺថាមុខគាត់ប្រឡាក់ទៅដោយម្សៅសក្បោះតែម្ដងពេលដែលខ្ញុំថតគាត់អញ្ចឹងទៅមានក្មួយខ្លះគាត់ក៏អៀននៅកាមេរ៉ាហើយក្មួយខ្លះទៀតក៏លើកដៃបាយដាក់កាមេរ៉ាហើយចំណែកក្មួយមួយក្រុមឯនេះវិញគឺគាត់លក់នៅភេសជ្ជៈហើយក្មួយស្រីគាត់បែបជាអៀននៅកាមេរ៉ាដែលខ្ញុំថតគាត់ហើយគាត់ញ៉ាំភេសជ្ជៈឡើងកពុបបាទហើយចំណែកក្មួយស្រីដែលពាក់វ៉ែនតានៅលើសក់នេះគឺគាត់ជាកូនរបស់អ្នកមីងដែលរស់នៅក្នុងស្រុកភូមិរួមផ្ទាល់ជាមួយខ្ញុំតែម្ដងហើយចំណែកក្មួយស្រីពី3នាក់នេះនៅពេលដែលខ្ញុំថតគឺគាត់លើកដៃ selfie ដាក់កាមេរ៉ាហើយនឹងរាំក្រឡែងបន្តិចដែរទៅតាមចង្វាក់បទភ្លេងដែលគេចាក់អមនៅកម្មវិធីថ្ងៃសង្ក្រាន្តសាលានុជាល័យពោធិ៍សាត់ណាបាទហើយនេះគឺសកម្មភាពក្មួយគាត់លេងប៉ាតម្សៅហើយនឹងបាចជះម្សៅដាក់គ្នាទៅវិញទៅមកយ៉ាងហុយធ្លោមបាទហើយមានក្មួយខ្លះក៏គាត់មានកាភ្លើងសម្រាប់លេងបាញ់ទឹកនឹងផងដែរហើយគាត់ឃើញខ្ញុំថតក៏គាត់លើកដៃ selfie ដាក់ហើយគាត់សួរខ្ញុំថតវីដេអូមែនបងខ្ញុំថាបាទអញ្ចឹងគាត់ក៏លើកដៃបាយដាក់កាមេរ៉ាអញ្ចឹងទៅបាទហើយនៅក្នុងនោះក៏មានឡានទឹកជាច្រើនគ្រឿងសម្រាប់បាញ់ឲ្យបងប្អូនកូនក្មួយយើងលេងសប្បាយយ៉ាងត្រជាក់កាយសប្បាយចិត្តផងដែរហើយក៏មានលោកគ្រូដែលមានជំនាញខាងផ្លុំត្រែយ៉ាងពិរោះគឺបទទីតនិចដែលជាបទសំណប់ចិត្តសំណប់បេះដូងខ្ញុំតាំងពីនៅវ័យកុមាររហូតមកដល់ពេលនេះទាំងបទចម្រៀងទាំងរឿងកប៉ាល់ទីតនិចគឺជាសាច់រឿងគឺជាបទចម្រៀងដែលខ្ញុំចូលចិត្តជាទីបំផុតដែរបាទទោះគិតពីវ័យខ្ញុំនៅកុមាររហូតមកដល់វ័យបច្ចុប្បន្នវ័យពាក់កណ្ដាលក៏ដោយក៏បទចម្រៀងទីតនិចហើយនឹងរឿងកប៉ាល់ទីតនិចនេះគឺធ្វើឲ្យខ្ញុំដកដិតដាមជាប់នៅក្នុងអារម្មណ៍គឺថាមើលនៅក្នុងសាច់រឿងទីតនិចនោះគឺថាមានមនោសញ្ចេតនាជ្រាលជ្រៅដែលมันអាចចាត់ថ្លៃបានឡើយបាទអញ្ចឹងនៅក្នុងសាច់រឿងទីតនិចបើសិនជាបងប្អូនកូនក្មួយយើងបានមើលហើយប្រកាសជាដឹងអត្ថន័យថារឿងនឹងគេលេងអំពីអ្វីបាទហើយនិយាយពីសង្គមយើងសពថ្ងៃនេះវិញឃើញថាក្មួយមួយចំនួនខ្លះគាត់មាននៅស្នេហាបែបជាហៅថាมันមានទំនួលខុសត្រូវអីចឹងណាបាទស្រឡាញ់គ្នាស្នេហាភ្លើងចម្បើងបានតែមួយឆាវហើយមានការលះបង់ខ្លួនប្រាណរបស់ដែលមានតម្លៃដែលអ្នកមានគុណរបស់យើងលោកខំផ្ដល់ឲ្យយើងខំថែទាំថ្នាក់ថ្នមនៅរូបរាងកាយរបស់យើងរហូតមកដល់ពេញវ័យនេះគឺมันជាការងាយស្រួលទេបាទគឺការលះបង់ធំធេងណាស់អញ្ចឹងបើសិនជាយើងជាកូនមាននៅការគោរពស្រឡាញ់នៅទឹកចិត្តឪពុកម្ដាយរបស់យើងដែលលោកខំបង្កើតយើងមកថ្នាក់ថ្នមតាំងពីក្រហមរងាលរហូតមកដល់វ័យ17 18ឆ្នាំឬក្រោមនឹងឬក៏លើសនឹងក៏ដោយគួរណាស់តែយើងចេះផ្ដល់តម្លៃឲ្យខ្លួនឯងកុំឲ្យខ្លួនយើងជាស្ត្រីដែលមានតម្លៃហើយទៅឲ្យមនុស្សប្រុសប្រឡូកប្រឡាក់ដែលមិនទាន់បានរៀបនៅអាពាហ៍ពិពាហ៍ក្រាបក្បាលទៅដល់កន្ទេលអីអញ្ចឹងគួរក្មួយមានការគួរគិតដល់ចំណុចនេះផងបាទក្នុងនាមខ្ញុំជាវ័យចំណាស់ម្នាក់អញ្ចឹងអ្វីដែលល្អអ្វីដែលមិនល្អគឺខ្ញុំចង់ចែករំលែកដល់ក្មួយពេលដែលយើងនៅវ័យក្មេងយើងលេងអ្វីក៏សមប៉ុន្តែគាត់ថាសមនោះសមបែបយើងលេងល្បែង
របាំកំសាន្តសប្បាយផ្សេងៗដូចជាកម្មវិធីសង្ក្រាន្តប៉ាតម្សៅរំរែកបាញ់ទឹកជះទឹកដាក់គ្នាអីនេះបាទកុំឲ្យលើសលួសទៅជាការបៀតបៀនគ្នាទៅវិញទៅមកអីគួរតែយើងពិសេសគឺបរោះនឹងតែម្ដងបាទហើយប្រុសយើងពេលដែលលេងជាមួយស្ត្រីភេទมันគួរណាយើងបៀតបៀនគាត់កេងបន្លំទៅលើគាត់ទេយើងត្រូវគិតថាគាត់ជាស្ត្រីហាក់បីដូចជាប្អូនយើងជាក្មួយយើងឬជាសាច់ញាតិយើងកុំឲ្យមើលគាត់ទៅក្នុងនៃជាអ្នកដតីបាទកាលណាយើងមើលពួកគាត់គិតថាមិនមែនជាបងប្អូនយើងជាអ្នកដតីដូច្នេះហើយពេលខ្លះយើងមានគំនិតខិលខូចមិនអាចទប់នៅចំណងដែលយើងចង់ប៉ះពាល់គេហ្នឹងគឺយើងទៅការកេងបន្លំប៉ះពាល់គេនោះគឺជារឿងដែលមិនល្អទេធ្វើឲ្យតម្លៃរបស់យើងដែលជាមនុស្សប្រុសហ្នឹងក៏ធ្លាក់ចុះហើយបើសិនជាបៀតបៀនគេប្រកាន់មានការប្តឹងផ្តល់អីក៏យើងទទួលនៅទុកទោសទៅតាមផ្លូវច្បាប់ផងដែរបាទហើយដូច្នេះហើយគឺយើងលេងអ្វីលេងឲ្យសមទៅតាមអ្វីដែលជាតម្លៃប្រពៃណីជាតិរបស់ខ្មែរយើងកុំឲ្យលេងហួសហើយក្នុងវីដេអូខ្លះខ្ញុំឃើញតែមិនវីដេអូខ្ញុំនេះទេគឺឃើញវីដេអូបងប្អូនយើងខ្លះគាត់មានការថតវីដេអូដើរទៅប៉ាតថ្ពាល់របស់ក្មួយស្រីដែលដៃគាត់អត់មានម្សៅហើយមានខ្លះឈានទៅដល់ការថើបថ្ពាល់ឯនោះទៀតអានោះវាជាការលើសហើយអញ្ចឹងក្មួយស្រីកុំបណ្ដែតបណ្ដោយឲ្យបរោះខិលខូចកុំឲ្យមនុស្សប្រុសដែលខិលខូចបាទមកប៉ះពាល់យើងមកជុំងុំរឿងថើបនេះទៀតគឺជារឿងដែលមិនសមគួរគប្បីទេបាទព្រោះការថើបនឹងតលតែមនុស្សនោះជាដៃគូជីវិតរបស់យើងមានទំនួលខុសត្រូវសម្រាប់ជីវិតគូជាដៃគូជីវិតសម្រាប់យើងបាទបានឈានដល់ការថើបហើយការថើបនោះគឺមិនមែនការថើបគ្រប់កន្លែងទីសាធារណៈទេគឺមានពេលវេលាគឺមានទីកន្លែងដែលសមគួរក្នុងការថើបផងដែរមិនមែនដោយក្មួយប្រុសខ្លះគាត់ឆ្លៀតឱកាសនៅក្នុងកម្មវិធីសប្បាយក្នុងថ្ងៃសង្ក្រាន្តគាត់បានដើរថតវីដេអូហើយថតទៅថើបក្មួយស្រីខ្លះហើយក៏បណ្ដោយឲ្យគេថើបទៅតាមចិត្តអាហ្នឹងជារឿងមិនគួរទេអញ្ចឹងក្មួយស្រីគួរតែប្រយ័ត្នប្រយែងគួរតែចេះផ្ដល់តម្លៃឲ្យខ្លួនឯងថាអ្វីទៅជាតម្លៃរបស់នារីហើយបើប្រុសណាគាត់មានអត្តចរិតខិលខូចគាត់កេងបន្លំអីគឺយើងគុំនៅស្ងៀមអីបាទគឺយើងត្រូវតែរកវិធីធ្វើយ៉ាងណាដើម្បីឲ្យគាត់ស្គាល់ថាអ្វីទៅដែលជាតម្លៃរបស់ស្ត្រីបាទអ្វីទៅដែលជាសិទ្ធិផ្ទាល់ខ្លួនអញ្ចឹងការដែលលេងសប្បាយគឺលេងហើយតែលេងនៅក្នុងមាននៅដែនកំណត់កុំឲ្យគាត់លេងលើសពីការកំណត់លើសពីដែនការកំណត់កាលណាលើសពីការដែនកំណត់ហើយគឺគាត់ហ៊ានបៀតបៀនកេងចំណេញទៅលើរូបរាងកាយយើងទៅតាមអំពើចិត្តរបស់គាត់ដែលគាត់មានកំណត់ខិលខូចអញ្ចឹងណាអញ្ចឹងក្មួយស្រីគួរតែកុំឲ្យប្រុសមានចរិតខិលខូចគាត់បានចិត្តគាត់ហ៊ានប៉ះពាល់លូកលាន់យើងនៅទីសាធារណៈក៏ដូចជានៅក្នុងកម្មវិធីសប្បាយផ្សេងផងដែរបាទជាចុងក្រោយខ្ញុំមិនមានអ្វីច្រើនទៀតទេក៏សូមជូនពរពុកម៉ែមីមីងបងប្អូនកូនក្មួយទាំងអស់ជួបតែនៅសេចក្តីសុខសេចក្តីចម្រើនគ្រប់ក្រុមគ្រួសារបាទសូមអរគុណច្រើនសូមជម្រាបលា